លេង បាទសួស្តីបងប្អូនតោះយើងមកទស្សនាពីសកម្មភាពថត MV ឈុតក្រោយឆាកខុសៗដែលខ្ញុំលេងជាមួយតួស្រីអញ្ចឹងបងប្អូនហើយនេះគឺជាសកម្មភាពដែលថត MV បទដំណក់ទឹកភ្លៀងដែលខ្ញុំចេញពី3ថ្ងៃមុននេះបងប្អូនអាច search មើលក្នុង YouTube បានដោយសារខ្ញុំចេញជាផ្លូវការឯក្នុង YouTube បើក្នុង page អត់ទាន់បានទម្លាក់ទេបងប្អូនហើយតួស្រីគឺលើកទី1សម្រាប់គាត់បងប្អូនដែលគាត់បានមកសម្ដែងជាមួយនឹងខ្ញុំបងប្អូនហើយគាត់រៀងដងដែរបងប្អូនយើងគ្រាន់តែបញ្យល់ប្រាប់សាច់រឿងអីគាត់អាចចាប់បានសម្ដែងលើអញ្ចឹងបងប្អូនហើយសាច់រឿងថត MV នេះគឺមានទាំងប្លង់ set ហើយនិងប្លង់ switch បងប្អូនដូចជារត់ហ្នឹងគឺតួស្រីគាត់រត់ដួលមែនទែនបងប្អូនដោយសារគាត់ក្លាច់ជើងយើងឲ្យគាត់រត់ធ្វើជាដួលតែគាត់ក្លាច់ជើងមែនទែនហើយដូចជាប្លង់នេះអីគឺលេងអត់ត្រូវទេបងប្អូនដោយសារតែយើងលេងខុសវាអត់ត្រូវអញ្ចឹងហើយអត់ត្រូវអ្វីដែលយើងចង់បានគ្រាន់តែបងប្អូនមើលក៏ដឹងថាឆ្កងដែរអានេះគឺជាសកម្មភាពដែលយើងថតខុសទៅបងប្អូនខ្ញុំយកមកឲ្យបងប្អូនទស្សនាទាំងអស់គ្នានៅពីក្រោយភាពជោគជ័យនៃ MV យើងគឺពិបាកបងប្អូនលេងងាយត្រូវដូចប្លង់ថតជិះម៉ូតូអញ្ចឹងបងប្អូនថតជិះម៉ូតូខ្ញុំសេចបើថាលេងមិនទៀតខ្ញុំអត់យល់សាច់រឿងហើយដូចជាកន្លែងនេះដូចជារ៉ាត់គិតប្រាប់ខ្ញុំថានោះទូស្រីដោយសារប្លង់នេះគឺប្លង់ត្រង់តែយើងបែកគ្នាគឺខ្ញុំមកត្រូវគ្នាទូស្រីវិញចង់ទៅលើម៉ូតូមកបុកគ្នាបងប្អូនដោយសារយើងសហការគ្នាត្រូវអញ្ចឹងហើយយើងក៏បានលេងម្ដងទៀតបងប្អូនហើយឃើញថាប្លង់នេះយើងអាចទទួលយកបានព្រោះយើងអាចទទួលយកបានយើងអាចកែកុនវីដេអូទៅគឺមើលទៅវាអាច smooth ខ្លះហើយឥឡូវនេះខ្ញុំក៏បានចុះមករត់ទូស្រីហើយអាប្លង់នេះដែរគឺយើងតពីមុនជិះម៉ូតូនេះរ៉ាត់គេបុកគ្នាទូស្រីសិនបានគេទៅយកប្រាប់ខ្ញុំថាទូស្រីនៅកន្លែងណាអញ្ចឹងបងហើយការថតនេះគឺអេនមែនទែនបងដោយសារតែយើងថតនៅមាត់ស្ទឹងគឺមនុស្សច្រើនបងប្អូនយើងកាត់មកលេងទូរស័ព្ទហើយកាត់មកអង្គុយភាសាគ្នាពីនេះពីនោះលេងអញ្ចឹងបងហើយដូចកន្លែងអោបគ្នានេះនៅពីក្រោយខ្នងខ្ញុំគឺស្ទើរមនុស្សបងហើយខ្ញុំយើងរួមទៅវាពិបាកតែគេមើលច្រើនពេកយើងអេនអញ្ចឹងបងហើយអាកន្លែងដែលខ្ញុំអបទូស្រីឬខ្ញុំវាសក់ទូស្រីនេះខ្ញុំអត់មើលកាមេរ៉ាមែនទេបងឯងកាលណាបានកាត់ខ្ញុំអេនគេបងប្អូនដូចជាប្លង់ផ្ទះនេះបងប្អូនប្លង់ផ្ទះនេះទម្រាំតែលេងត្រូវទូស្រីផ្ទះខ្ញុំនឹងស្ពឹកផ្ពាល់ខាងបងហើយប្លង់នេះគឺចាប់សាហាវដែរបងរេយកតែអស់ប្លង់ហើយបងគាត់ថាចុយយកសាហាវជាងរឿងទេទៀតអូយដល់កហូរចិត្តទៅដល់បងហើយមនុស្សមើលច្រើនមើលយើងច្រើនបងខ្ញុំនិយាយខុសអញ្ចឹងដូចជាប្លង់ផឹកស្រាហើយសេតនេះគឺជំនាញលើខ្ញុំបងប្អូនទុកចិត្តលើខ្ញុំចុះដូចជាប្លង់សេតអីលេងទឹកមុខអីគឺជឿជាក់លើខ្ញុំ 100% ដោយសារខ្ញុំជំនាញខាងហ្នឹងដូចជាខាង switch ខាងអីគឺពិបាកដោយសារខ្ញុំអ៊ីនច្រើនអញ្ចឹងហើយវីដេអូយើងក៏មានតែច្រើនបងប្អូនយើងចាំជួបគ្នានៅវីដេអូក្រោយៗទៀតពីខ្ញុំបាទសឺអរគុណ